តលតែបានមកដល់ឃើញច្បាស់នឹងភ្នែកនឹងផ្ទាល់ភ្នែកអញ្ចឹងបានដឹងថារមណីយដ្ឋានកន្លែងនេះពិតជាស្រស់ស្អាតដូចដែលគេនិយាយមែនឮ100ដងមិនស្មើនឹងបានឃើញម្ដងបងប្អូនមែនទេដូចចាស់លោកតែងតែនិយាយថាឮ100ដងមិនស្មើនឹងបានឃើញម្ដងផងមែនទេហ្នឹងហើយឥឡូវនេះក៏វិលចូលឆ្នាំមកប្រព្រឹត្តភ្នែកក៏បានកន្លងផុតទៅហើយក៏បានលេចខ្លួនមកដល់ខេត្តសៀមរាបនឹងបងប្អូននេះគឺជារមណីយដ្ឋានមួយកន្លែងដែលស្ថិតនៅក្នុងខេត្តសៀមរាបបងប្អូនខ្លះប្រហែលជាបានមកដល់ហើយក៏បានឃើញពីវីដេអូផ្សេងដែលបងប្អូនយើងធ្លាប់មកលេងហើយក៏បានថតបង្ហោះហើយបងប្អូនខ្លះទៀតក៏បានតែឃើញរូបភាពទេបាទមិនទាន់ដែលបានផ្ទាល់ទេជាពិសេសគឺខ្ញុំតែម្ដងធ្លាប់ឃើញតែគេផុសកន្លងមកវីដេអូច្រើនមែនទែនហើយពេលនេះគឺបានសម្រេចហើយបាទបានឃើញផ្ទាល់នឹងភ្នែកហើយគឺពេលមកដល់ភ្លាមគឺថាកូនខ្ញុំបាទគឺបោះកម្ពស់បាទបោះកម្ពស់ហើយមីគេក៏បានមកសួរសម្បត្តិតម្លៃប្រហែលអីបានដើម្បីយើងចូលអញ្ចឹងណាបងប្អូនហើយនេះគឺជាច្បាប់និងបញ្ញត្តិរបស់គេដែលគេហាម5យើងមិនឲ្យមានអ្វីខ្លះនៅចូលក្នុងបរិវេណកន្លែងរបស់គេបងប្អូនបាទនេះគឺជារមណីយដ្ឋានក្រោមបាតសមុទ្រដែលបាតសមុទ្រនេះគឺជាបាតសមុទ្រសុបនិមិត្តទេបងប្អូនមិនមែនជាសមុទ្រពិតប្រាកដទេបាទដែលជាបាតសមុទ្រដែលគេរៀបចំឡើងដូចតែក្នុងបាតសមុទ្រដែលយើងឃើញតាមទូរទស្សន៍តាម YouTube អីផ្សេងអញ្ចឹងបងប្អូនបានន័យថាពពួកសត្វត្រីសត្វគ្រប់ប្រភេទសត្វជាច្រើនដែលនៅក្រោមបាតសមុទ្របាទគឺបងប្អូនមិនដែលធ្លាប់ឃើញផ្ទាល់ពេលនេះគឺយើងបានមកឃើញផ្ទាល់តាមពិតសត្វអីគឺផ្ទាល់មែនទេបងប្អូនមិនមែនជាចូលសបានិមិត្តទេសបានិមិត្តហ្នឹងគ្រាន់តែជាទីតាំងកន្លែងដែលគេរចនាឡើងធ្វើឡើងមានខ្សាច់មានអីចឹងបងប្អូនដាក់ជាកញ្ចក់តាមពិតទៅគឺសត្វអីផ្សេងគឺសត្វពិតប្រាកដចឹងទេឥឡូវនេះគឺយើងកំពុងតែតម្រង់ជួរចូលទៅបងប្អូនណានេះយើងក៏លេចមកមើលឃើញចឹងបងប្អូនណាហ្នឹងខាងស្ដាំដៃនេះចូលទៅគឺមានសត្វក្រពើតែម្ដងបាទមានសត្វច្រើនណាស់បងប្អូនហើយយើងនឹងទៅមើលទាំងអស់គ្នាណាបងប្អូនថាមានសត្វអីខ្លះក្នុងវីដេអូហ្នឹងខ្ញុំបានថតច្រើនមែនទែនបងប្អូនទាំងសត្វពពួកក្រោមបាតសមុទ្រទាំងសត្វកាច់ជាច្រើននៅក្នុងនឹងទាំងអស់បងប្អូនណាអញ្ចឹងយើងក៏លេចមកមើលទាំងអស់គ្នាបាទនេះគឺជាសត្វក្រពើបាទបន្ទាប់ពីសត្វក្រពើហើយយើងមកមើលបាទសត្វបន្តទៀតគឺជាសត្វពស់បាទពស់នេះមិនដឹងថាពស់ស្អីទេបងប្អូនពណ៌ដូចជាពស់ស្រុកគេមិនមែនជាពស់ស្រុកខ្មែរយើងទេហើយដូចកាឡាដូចថ្លាន់ប៉ុន្តែវាពណ៌បែបលឿងសខ្ជូតបងប្អូនមើលទៅខ្ជូតគួរឲ្យស្រឡាញ់មែនទេបាទរទិញបានមកគូមិនចាំក្នុងផ្ទះទុកគាត់អបសុកអីជជែកគ្នាលេងអញ្ចឹងបងប្អូនបាទឥឡូវយើងក៏លេចមកមើលកន្លែងមួយទៀតបាទពស់នេះគឺរស់នៅជាមួយត្រីមិនដឹងថាពស់ស្អីបងប្អូនខ្ញុំអត់ស្គាល់ទេហើយរស់នៅជាមួយត្រីធម្មតាបាទអត់មានឆ្លុះប្រកែកទេសោះតែយើងមកមើលអំពីត្រីជាច្រើនណានៅក្នុងទូមកខាងទៀតបងប្អូនត្រីខ្ញុំអត់ស្គាល់ឈ្មោះអស់បងប្អូនអើយត្រីនេះដែលដូចប្លែកភ្នែកមែនទែនបាទហើយមានទាំងវាតូចទាំងវាធំហើយមើលទៅបាទដូចនៅក្នុងបាតសមុទ្រពិតប្រាកដមែនទែនអញ្ចឹងហើយខ្សាច់អីហ្នឹងគឺខ្សាច់សមុទ្រមែនទែនបងប្អូនមិនមែនខ្សាច់សិប្បនិមិត្តទេបាទគឺជាខ្សាច់សមុទ្រមែនទែនហើយទីទៀតហ្នឹងគឺនឹងមានច្រើនទៀតបងប្អូនតោះឥឡូវយើងទៅមើលបន្តិចសិនបាទហើយកូនខ្ញុំគាត់ប្លែកភ្នែកគាត់មិនដែលបានឃើញបងប្អូនឃើញតែក្នុង YouTube ហើយបានមកឃើញផ្ទាល់អញ្ចឹងហាក់បីដូចជាយើងកំពុងតែនៅក្នុងបាតសមុទ្រមែនទែនអញ្ចឹងតែគ្រាន់ថានេះគឺជារូបកញ្ចក់ដែលគេបាំងយើងមិនឲ្យចូលទៅដល់ហ្នឹងបងប្អូនគាត់យើងមើលពីចម្ងាយតាមរូបកញ្ចក់អញ្ចឹងទៅហើយយើងក៏លេចមកមើលត្រី6ប្រភេទនេះគឺមិនដឹងជាត្រីឈ្មោះស្អីទេបងប្អូនមើលទៅមុខដូចអាក្រក់ដល់ហើយក៏សូមជម្រាបដល់ពុកម៉ែបងប្អូនទាំងអស់ដែលកំពុងតែតាមដានទស្សនាតាមរយៈវីដេអូឃ្លីបនេះបើសិនជាអាចបងប្អូនគួរតែឆ្លៀតពេលវេលាមកលេងមកទស្សនាដើម្បីឲ្យបានឃើញអញ្ចឹងណាបងប្អូនឲ្យបានឃើញផ្ទាល់នឹងភ្នែកអញ្ចឹងឲ្យដឹងថាត្រីនៅប្រភេទអីសត្វប្រភេទអីអញ្ចឹងបងប្អូនគេដាក់កញ្ចក់តែយើងមើលទៅដូចតែយើងនៅចិត្តវាមែនទែនអញ្ចឹងបងប្អូននេះដូចត្រីនេះដូចមិនដឹងថាត្រីស្អីគេបងប្អូនបាទមានគ្រប់ប្រភេទច្រើនមែនទែនអានេះគេហៅដូចត្រីកពតមិនចឹងបងប្អូននេះមូលនេះអូត្រីកពតទឹកសាបបងប្អូនណាគេដាក់ផ្លាកតាត្រីកពតទឹកសាបបាទនេះទីតាំងប្លង់គេនេះឃើញទេបាទនិយាយទៅគឺកន្លែងគេហ្នឹងស្អាតណាស់បងប្អូនហើយមានបងប្អូនចូលរួមទស្សនាច្រើនមកលេងច្រើនបាទ
ទាំងភ្ញៀវជាតិទាំងភ្ញៀវអន្តរជាតិមកចូលរួមទស្សនាច្រើនមែនទែនបងប្អូនតោះយើងមកមើលត្រីមួយប្រភេទទៀតដែលជាត្រីស្អីគេបងប្អូនចម្លែកមែនទែនបាទឥឡូវយើងមកមើលផ្ទាល់បាទភ្នែកម្ដងទៀតនៅមួយជ្រុងមួយចំហៀងទៀតបងប្អូនអូយធំមែនទែនបងប្អូនណាមើលសឹងប៉ិនមនុស្សបងប្អូនអានេះមនុស្សគាត់ឲ្យចំណីបាទគាត់ឲ្យចំណីត្រីបងប្អូនបាទឲ្យចំណីត្រីហ្នឹងចំណីហ្នឹងមិនមែនជាចំណីអីចំណីហ្នឹងគឺសត្វត្រីខ្ញុំមើលទៅដូចជាត្រីអណ្ដែងគេកាត់ក្បាលកាត់អស់លេងសល់តែសាច់ត្រីអណ្ដែងហ្នឹងគេយកត្រីអណ្ដែងហ្នឹងទៅធ្វើជាចំណីរបស់ត្រីនោះឃើញទេបងប្អូនធំណាឥឡូវនេះអាកណ្ដោនោះអូដល់កខ្ញុំមើលផ្ទាល់ពិតជាប្លែកភ្នែករំភើបបងប្អូនមើលឃើញតាមរយៈវីដេអូឃ្លីបនេះបងប្អូនគិតថាអារម្មណ៍គឺរំភើបរំជើបរំជួលហើយប៉ុន្តែបងប្អូនបានមើលផ្ទាល់ភ្នែកហ្មងមិនដឹងថានៅនឹងមុខបងប្អូននឹងចិត្តនៅនឹងមុខបានដឹងថាវាអារម្មណ៍យើងពិតជាប្លែកភ្នែកមែនតើហើយមើលឃើញបងប្អូនណានោះដូចត្រីអណ្ដែងបងប្អូនខ្ញុំមើលចំណីគេដូចត្រីអណ្ដែងទេគេយកកាត់មួយកណាត់អញ្ចឹងបងប្អូនគេយកឲ្យត្រីដើម្បីបរិភោគហ្នឹងបរិភោគបាទយកឲ្យត្រីស៊ីបាទហើយខ្ញុំឆ្ងល់ចេះត្រីវាស៊ីគ្នាឯងកាត់ដែរបងប្អូនគាត់ថាអានេះត្រីសមុទ្រហើយអាត្រីអណ្ដែងនោះវានៅក្នុងទឹកសាបបងប្អូនអានេះជាប្រភេទត្រីសមុទ្របាទនៅក្នុងបាតសមុទ្របងប្អូនហើយកន្លែងសុបនិមិត្តបាតសមុទ្រសុបនិមិត្តគេហ្នឹងគឺដូចមែនទេបងប្អូនហើយមានខ្សាច់មានសារាយសមុទ្រមានស្អីច្រើនណាបងប្អូនក្នុងហ្នឹងហើយយើងឃើញថាភ្ញៀវអានេះក៏ពិតចូលឆ្នាំហើយបងប្អូនដែលអត់សូវមានមនុស្សខ្ញុំសួរអ្នកដែលធ្វើការនៅហ្នឹងគេថាថ្ងៃកម្មវិធីបុណ្យទានឯមនុស្សច្រើនណាមនុស្សច្រើនមែនទែនហើយគេមានសម្ដែងសូទៀតពេលបុណ្យទានហ្នឹងបងប្អូនអានេះខ្ញុំមកចំថ្ងៃចូលឆ្នាំរួចដល់ពេលចឹងអត់មានការសម្ដែងសូអីទេគេឃើញថាកូនខ្ញុំគាត់ដូចសប្បាយចិត្តមែនទែនពេលបានមកឃើញផ្ទាល់ភ្នែកហ្នឹងគាត់បានទស្សនាផ្ទាល់នឹងភ្នែកប្លែកភ្នែកមែនទែនច្រើនណាស់បងប្អូនអើយត្រីនឹងត្រីស្អីខ្លះទេមានអាតូចមានអាធំមានអាល្មមអាទូចមែនទែនក៏មានដែរនោះហើយមនុស្សគេឲ្យចំណីត្រីធម្មតាហើយត្រីសឹងចង់ធំជាងមនុស្សទៀតបងប្អូនមើលសឹងលេបបានហើយក៏អត់ខ្លាចនេះខ្ញុំស្គាល់អានេះច្បាស់មកត្រីឌៀបនេះត្រីឌៀបនឹងមនោគេដែរនេះបងប្អូននេះមនោគេដែរអញ្ចឹងទៅហើយយើងក៏លេចមកមើលក្បែរបងប្អូនក្បែរហើយនឹងត្រីមួយប្រភេទទៀតវានៅជុំគ្នាបានបងប្អូនគេដាក់ជុំគ្នាបានន័យថាពពួកសត្វហ្នឹងគឺវាអត់មានឆ្លោះគ្នាទេបានន័យថាវាអាចរស់នៅជាមួយគ្នាបានតាមខ្ញុំដឹងត្រីប្រភេទខ្លះសត្វប្រភេទខ្លះអាចនៅជាមួយគ្នាបានទេនៅវាខំគ្នាហ្មងអញ្ចឹងត្រីដែលអាចរស់នៅជាមួយគ្នាបានហ្នឹងគឺគេដាក់ចូលហើយបងប្អូននេះដូចត្រីស្អីដូចអណ្ដែងស្អីគេនេះដូចអណ្ដែងមាសមិនដឹងបងប្អូនមើលធំអានេះបងប្អូនមើលឃើញអញ្ចឹងណាតែពេលបងប្អូនទៅដល់ផ្ទាល់មិនដឹងថាធំមែនទែនហ្មងអានេះមកគូហ្មងបងប្អូនមកគូហ្មងនេះហើយមានអថ័យនោះវាខុសគ្នាប៉ុន្តែគេអាចរស់នៅបានម្យ៉ាងដែរអានេះយើងមកមើលកន្លែងមួយទៀតអ្នកបត់ពិសោធន៍នៅក្រោមទឹកគេដាក់បត់ពិសោធន៍នៅក្រោមទឹកច្រកចូលគេនេះអានេះចូលទៅគឺដូចយើងនៅក្នុងផ្ទាល់ជាមួយសត្វត្រីចឹងបងប្អូនចូលទៅដូចយើងនៅក្នុងបាតសមុទ្រមែនទែនផ្ទាល់ជាមួយសត្វត្រីចឹងបងប្អូនហើយកូនខ្ញុំគាត់ចូលមើលគាត់ចូលឡើងទៅហើយគាត់មិនសូវហ៊ានទេដូចគាត់រៀងប្លែកភ្នែកប្លែកអារម្មណ៍គាត់ណាដូចខ្លាចហើយត្រីធំបងប្អូនអើយត្រីធំមកនេះឡើងច្រកចូលគ្នានេះតែឥឡូវយើងមកមើលសត្វមួយយ៉ាងទៀតនេះបាទសត្វពស់បាទសត្វនេះគឺជាសត្វពស់ដែលកំពុងតែសម្រាកលងលក់នៅលើមេឈើហើយយើងមកមើលត្រីទូចជាច្រើនមើលដាក់ម្ដុំនេះគេបងប្អូនឥឡូវយើងចូលទៅដល់មួយកន្លែងទៀតបងប្អូនមួយកន្លែងទៀតនេះមានអីខ្លះអូខ្លានេះបងប្អូនណាអូខ្លានេះកំពុងតែគេលងលក់ហើយបាទកំពុងតែលងលក់ហើយច្រើនដែរនេះដូចជា3-4 ក្បាលដែរបងប្អូនធំដែរហ្នឹងកន្លែងគេនេះមានទឹកជ្រោះទឹកអីស្អាតរបស់គេបងប្អូនមកដល់ផ្ទាល់នឹងភ្នែកបងប្អូនដឹងថាវាប្លែកអារម្មណ៍មែនបាទកុំឲ្យថាខ្ញុំនិយាយចិត្តតែនិយាយបងប្អូនមកមើលផ្ទាល់ខ្លួនឯងទៅហើយខ្ញុំថត
ស្អីនេះមានបាន promote មានអីមានបានលុយបានកាក់ទេគ្រាន់តែយើងថតទី1ទុកអនុស្សាវរីយ៍ផងទី2ចង់ចែករំលែកទៅបងប្អូនដែលមិនធ្លាប់បានមកឲ្យមកចូលរួមទស្សនាពួកអីជាកន្លែងដែលនៅស្ថិតនៅក្នុងទឹកដីខេត្តសៀមរាបស្ថិតនៅក្នុងប្រទេសកម្ពុជារបស់យើងទេអញ្ចឹងបងប្អូនគួរតែឆ្លៀតឱកាសមកលេងមកនេះចូលដល់មកកន្លែងទៀតបងប្អូនអើយមើលនេះអូយដល់កត្រីនោះអីស្អីសារាយសមុទ្រថ្មសមុទ្រអីស្អីនេះដែលនៅក្នុងបាតសមុទ្រណាបងប្អូនគឺនៅក្នុងទាំងអស់បាទដែលយើងមិនធ្លាប់ឃើញផ្ទាល់បើយើងមកដល់គឺឃើញផ្ទាល់នឹងភ្នែកផ្ទាល់តែឃើញច្បាស់នឹងភ្នែកអញ្ចឹងមិនដឹងថាវាប្លែកភ្នែកយ៉ាងម៉េចបងប្អូនណាយើងមើលណាមកត្រីធំហើយខ្សាច់សមុទ្រហើយថ្មសមុទ្រគេនឹងមានក្បាច់រចនាអានេះតាមខ្ញុំដឹងគឺយកមកពីសមុទ្រផ្ទាល់បងប្អូនយកមកផ្ទាល់ទាំងអស់យកមកដាក់នៅគាត់ដែរទីកន្លែងសមុទ្រមិនមែនជាសមុទ្រពិតប្រាកដទេគាត់ជាសិប្បនិម្មិតទេក៏ប៉ុន្តែសត្វត្រីក៏ជាត្រីសមុទ្រទាំងអស់ហើយថ្មសមុទ្រសារាយសមុទ្រស្មៅសមុទ្រអីហ្នឹងគឺសមុទ្រទាំងអស់ប្លែកភ្នែកមែនទេបងប្អូនអើយកូនខ្ញុំគាត់មកគាត់សប្បាយចិត្តគាត់លើកដៃគាត់ឃើញគាត់ប្លែកភ្នែកមែនទេហើយត្រីដូចនៅនឹងមុខយើងបងប្អូនមើលនេះចង់ធំជាងកូនខ្ញុំទៀតហ្នឹងធំមែនទេហើយនេះកន្លែងស្អីគេមួយទៀតបងប្អូននេះកន្លែងដូចគេសំដែងសូនេះកន្លែងគេសំដែងសូកន្លែងនេះសម្រាប់តែពេលដែលបុណ្យទានទេបានគេសំដែងសូអីចឹងណាបងប្អូនតែដល់ឡែកថ្ងៃនេះគឺអត់មានទេមានតែកូនខ្ញុំហ្នឹងឯងសំដែងណាបើឥឡូវយើងមកមើលកន្លែងមួយទៀតដែលមកដំណាក់កាលថ្មីមួយទៀតណាបងប្អូនមកជ្រុងមកជាកន្លែងមួយទៀតបាទកន្លែងនេះគេធ្វើដូចផ្ទាំង LCD ចឹងតែមិនមែន LCD ទេបងប្អូនអើយគឺជាសមុទ្រមែនតែនគឺជាត្រីមែនតែនបាទនេះជាក្រងឆ្អឹងត្រីនេះមិនដឹងតែពិតតែមើលដូចជាចរទេបងប្អូនគេមើលទៅដូចជាថ្មិញត្រីបលែនណាបងប្អូនត្រីឆ្លាមណានេះយើងចូលមកដល់កន្លែងទៀតបាទចូលមកដល់ឃើញច្បាស់បងប្អូនមើលអូដល់ហើយត្រីមែនតែនហ្មងបាទមានអាតូចមានអាធំប្លែកភ្នែកមែនទែនត្រីខ្លះសឹងមិនដែលឃើញមួយជីវិតមិនដែលឃើញបងប្អូនហើយមើលកូនខ្ញុំគាត់សប្បាយចិត្តមែនទែនពេលបានមកដល់គាត់សប្បាយរាំផងធម្មតាទេបងប្អូនអើយយើងយូរដើរលេងម្ដងហើយមកកន្លែងណាមិនធ្លាប់មកលេងបងប្អូនគាត់សប្បាយចិត្តដែរដូចយើងនៅពីក្មេងមិនធ្លាប់បានមកកន្លែងណាយើងធ្លាប់មកពេលមកដល់ដូចមានអារម្មណ៍ថាក្តីសុខសប្បាយចិត្តប្លែកភ្នែកអីចឹងទៅអារម្មណ៍យើងរីករាយស្រស់ស្រាយចឹងបងប្អូនឥឡូវនេះខ្ញុំក៏បានដើរមកលេងខ្ញុំចេញមកម្ដងបាទថតយូរហើយឥឡូវឲ្យប្រពន្ធគាត់ថតម្ដងហើយខ្ញុំដើរមើលម្ដងចឹងណាបងប្អូនបាទនេះយើងក៏លេងមកមើលត្រីខាងនេះអូច្រើនណាស់បងប្អូនអើយត្រីដឹងត្រីស្អីខ្លះទេមិនដឹងឈ្មោះស្អីខ្លះហើយបងប្អូនដែលមិនធ្លាប់បានមកលេងធ្លាប់ឃើញតែតាមវីដេអូគេហ្នឹងបងប្អូនមកផ្ទាល់មកដល់ពេលបងប្អូនបានមកដល់មិនដឹងថាប្លែកភ្នែកបងប្អូនណាដូចស្រុកគេមានដែរបងប្អូនអើយតែស្រុកយើងឥឡូវមានដែរដូចគេសិប្បនិម្មិតបាត់សមុទ្រសិប្បនិម្មិតធ្លាប់តែឃើញតាមទូរទស្សន៍តាមស្រុកគេថតហ្នឹងបងប្អូនឥឡូវយើងមកបានផ្ទាល់ភ្នែកហើយនិយាយទៅវាមិនអស់ចាយណាស់គាត់ថាសម្រាប់ខ្ញុំវាប្លែកភ្នែកបាទឲ្យ9 លើ 10បាទទីកន្លែងនេះគាត់រៀបចំបានស្អាតគួរសមហើយប្លែកភ្នែកយើងមកមើលបងប្អូនដល់ពេលដែលបងប្អូនកូនយើងដែលគាត់មិនធ្លាប់បានមកលេងកន្លែងដែលប្លែកភ្នែកចឹងពេលគាត់បានមកដល់គាត់ស្រស់ស្រាយអារម្មណ៍យើងក៏ស្រស់ស្រាយយូរដើរលេងម្ដងដើរលេងខ្លះទៅបងប្អូនកុំឲ្យចាញ់បោកជីវិតអីខំធ្វើការហត់នឿយច្រើនចឹងពេលទំនេរសម្រាប់កាយយើងមកសម្រាប់រីឡេកអារម្មណ៍ដើរលេងខ្លះចឹងបងប្អូនបើឥឡូវយើងក៏លេងមកមើលស្មៅសមុទ្រផ្កាសមុទ្របងប្អូនណានេះគេយកមកត្រាំក្នុងទឹកអាងគេហ្នឹងបាទវាដូចមានចលនាមិនទេបងប្អូនមើលដូចមានចលនាមានដូចមែនទេបាទអានេះគេហៅខ្យងស្អីគេនេះខ្យងសមុទ្រគេបងប្អូនខ្សាច់សមុទ្រមែនទេបងប្អូនបាទខ្សាច់សមុទ្រមែនទេបងប្អូនមើលកលេចបងមើលហើយខ្យងហ្នឹងមិនដឹងថាខ្យងអីទេបងប្អូនណាស្គាល់ជួយខមមិនផងបាទខ្យងនេះដូចដើរបាទដូចមានជើងក្តាមជើងអីយ៉ាងម៉េចបងប្អូនធ្លាប់តែឃើញតាម YouTube តាមអីដែលយើង search មើលផ្ទាល់ចេះ
ផ្លែកភ្នែកអានេះគឺជាសត្វកបែលសត្វបបែលបាទសត្វបបែលនេះដូចជាមានរូបរាងពណ៌ខុសគ្នាបងប្អូនមើលមានពណ៌ខ្មៅមានពណ៌រាងប្រផេះរាងស្លែជាទៅផ្លែកភ្នែកកន្លែងនេះធំដែរបងប្អូនមិនតូចទេធំបាទមានច្រើនមែនទែនដែលខ្ញុំថតឲ្យបងប្អូនមើលហើយជាស្រ័យផងមករៀបរាប់បានក្បោះក្បាយអស់ហើយយើងក៏លេចមកមើលបាទនេះរូបអីគេនោះបងប្អូនគេហៅអីគេនោះមឹកសមុទ្រផ្កាយសមុទ្រមិញណាបាទត្រីហ្នឹងវាហែលច្រើនណាស់បងប្អូនអើយនេះប្រភេទត្រីមួយប្រយ៉ាងទៀតណាមិនមែននៅក្នុងពពួកត្រីធំមិញណាគេដាក់មកអាងផ្សេងបាទអូមើលនេះសត្វស្អីគេប្រគួយយក្សស្អីនេះប្រគួយនេះនៅក្នុងឯកសារសត្វក្នុងរឿងស្អីគេនោះគេហៅប្រគួយយក្សមិនគេបាទតើឥឡូវយើងក៏លេចមកមើលសត្វប្រភេទទៀតបាទសត្វនេះគឺច្បាស់ហើយតែពស់ថ្លាន់បាទពស់នេះនៅខ្មែរយើងច្បាស់ណាស់ពស់ថ្លាន់បាទកំពុងតែលងលក់ស្រីបងប្អូនអើយបាទតើយើងមកមើលប្រភេទទៀតនេះពស់នេះគេហៅថាពស់អីគេបងប្អូនណាស្គាល់ខ្មៅរលើបខ្ជូតបងប្អូនអើយពស់នេះដូចជាពស់ស្អីគេបងប្អូនខ្ញុំដូចជាពស់វែកស្អីណាវែករនាមនេះអត់បានថតផ្លាកខាងលើវែករនាមបាទឥឡូវយើងមកមើលសត្វមួយទៀតនេះគេហៅសត្វអីនេះប្រគួយព្រៃមិនចឹងបងប្អូននេះប្រភេទសត្វព្រៃបងសត្វព្រៃសត្វខ្លះដូចស្រុកខ្មែរយើងអត់មានទេសត្វខ្លះដូចជាយើងយកពីស្រុកគេមកតែយើងមកមើលមកប្រភេទទៀតនេះពស់ដូចជាពស់សកាចាស់បងប្អូនដើរក៏ប្រទះឃើញកពើសបនិមិត្តមួយដូចកពើមែនទែនចឹងភ្ញាក់ព្រឹតទាំងកូនទាំងខ្ញុំបាទឥឡូវនេះវីដេអូយើងក៏ជាដល់ទីបញ្ចប់ហើយជួបគ្នានៅវីដេអូក្រោយទៀតណាបងប្អូនណាអរគុណបាយបាយ